ពុកម៉ែបងប្អូននេះគឺជាសកម្មភាពអ្នកម្ដាយមួយខ្ញុំគាត់ធ្វើលបងនៅមុខផ្ទះពុកម៉ែបងប្អូនដោយសារលបងនេះគឺលបងធម្មជាតិទេពុកម៉ែបងប្អូនគឺយើងអត់ទាន់មានថវិកាអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងហើយមានតែធ្វើលបងធម្មជាតិគឺលបងសរសៃលបងឈើអញ្ចឹងណាពុកម៉ែបងប្អូនពុកម៉ែបងប្អូននេះគឺជាសកម្មភាពអ្នកម្ដាយរបស់ខ្ញុំគាត់ពលកម្មពេលព្រឹកពុកម៉ែបងប្អូននេះគាត់ធ្វើលបងពុកម៉ែបងប្អូនលបងនេះលបងធម្មជាតិទេពុកម៉ែបងប្អូនព្រោះអត់ទាន់មានថវិកាធ្វើលបងថ្មពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនហើយថ្ងៃនេះដែរគឺខ្ញុំបាទថតពីសកម្មភាពរបស់អ្នកម្ដាយរបស់ខ្ញុំគាត់មកពលកម្មពេលព្រឹកគឺគាត់ធ្វើលបងពុកម៉ែបងប្អូនហើយឥឡូវនេះទៅជួបជាមួយការសម្ភាសជាមួយខ្ញុំដូចតទៅបាទមិនពលកម្មពេលព្រឹកសុខភាពល្អអត់តែញើសតែញើសបាទអូហើយអានេះធ្វើឲ្យធ្វើលបងហ្មងជំរាបស្មាលបងហើយណែថ្ងៃនេះបានលក់នំទេបាទបានលក់ទេហើយមើលចំកាមេរ៉ាទេបងមិនអូថ្ងៃនេះសម្រាប់មួយថ្ងៃបាទអត់ស្រួលខ្លួនហើយរឿងថ្ងៃនេះហាត់ប្រាណអត់មែនបាទហាត់ប្រាណទេអូដល់ពេលថ្ងៃនេះទៅនេះធ្វើលបងការងារដេកញើសណាណែទេបាទហាត់ស្អែកលក់វិញចុះអូហើយមិនអត់មាននងទៅដើរលេងណាទេម៉ែអត់បានទៅធ្វើបន់នៅណាទេទេបាទអត់បានទៅទេបាទនេះបាទពុកម៉ែបងប្អូននេះគឺជាអារម្មណ៍របស់អ្នកម្ដាយរបស់ខ្ញុំគាត់ថ្ងៃនេះគាត់បានធ្វើអីទេពុកម៉ែបងប្អូនភាសាថ្ងៃនេះគាត់ទៅលេងមួយថ្ងៃគាត់មកពលកម្មពេលព្រឹកពុកម៉ែបងប្អូនដើម្បីឲ្យសុខភាពល្អផងដែរពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនហើយនេះគឺជាសកម្មភាពអ្នកម្ដាយរបស់ខ្ញុំគាត់មកហាត់ប្រាណពេលព្រឹកអញ្ចឹងពុកម៉ែបងប្អូនដោយសារតែថ្ងៃនេះគឺគាត់តនេអញ្ចឹងហើយគឺគាត់មកធ្វើពលកម្មគាត់ធ្វើលបងហើយលបងនេះគឺយើងអត់ទាន់មានលទ្ធភាពទេពុកម៉ែបងប្អូនដោយសារតែយើងអត់ទាន់មានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើលបងលក្ខណៈជាលបងស្អាតអញ្ចឹងពុកម៉ែបងប្អូនហើយនេះគឺជាផ្ទះអ្នកប្រជាជនដែលគាត់នៅក្បែរផ្ទះរបស់ខ្ញុំអញ្ចឹងពុកម៉ែបងប្អូនហើយខ្ញុំក៏បានថតទេសភាពនៅពេលព្រឹកគឺស្រស់ស្អាតមែនទែនពុកម៉ែបងប្អូនហើយនេះគឺចំហៀងមួយចំហៀងទៀតគឺថតពីផ្ទះនៅពុកម៉ែបងប្អូនគាត់រស់នៅជិតផ្ទះរបស់ខ្ញុំអញ្ចឹងពុកម៉ែបងប្អូនហើយផ្ទះរបស់ខ្ញុំគឺមានស្តែនទឹកផងដែរពុកម៉ែបងប្អូនដែលយើងដាក់សម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍ភូមិរបស់យើងពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាហើយនេះគឺទិដ្ឋភាពនៅក្នុងផ្ទះរបស់ខ្ញុំនៅមុខផ្ទះពុកម៉ែបងប្អូនហើយនេះគឺទិដ្ឋភាពអ្នកម្ដាយរបស់ខ្ញុំគាត់កំពុងតែធ្វើលបងឈើអញ្ចឹងពុកម៉ែបងប្អូនលបងសរសៃលបងឈើអីគឺគាត់ធ្វើដើម្បីហាត់ប្រាណផងដែរពុកម៉ែបងប្អូនហើយនេះបងស្រីរបស់ខ្ញុំគឺរាល់ថ្ងៃនេះគឺខ្ញុំនៅជាមួយបងស្រីរបស់ខ្ញុំទេជាមួយម៉ែមួយអីអញ្ចឹងពុកម៉ែបងប្អូនហើយគាត់ក៏បានហាត់ប្រាណដូចជាការហាត់ប្រាណមួយដែរពុកម៉ែបងប្អូនប្រិមិត្តទាំងអស់គ្នាហើយគាត់ក៏បានជីកបងជីកអីអញ្ចឹងព្រោះគាត់ចាស់ហើយគឺគាត់ត្រូវការចេញញើសបញ្ចេញជាតិពុលដើម្បីឲ្យមានសុខភាពល្អនៅពេលព្រឹកអញ្ចឹងពុកម៉ែបងប្អូនព្រោះថាមនុស្សយើងម្នាក់គឺរស់គឺត្រូវការសុខភាពជាចម្បងពុកម៉ែបងប្អូនបើយើងគ្មានសុខភាពទេគឺយើងមិនអាចធ្វើការអីបានទេពុកម៉ែបងប្អូនប្រិមិត្តទាំងអស់គ្នា